ខ្ញុំមកចោលត comment មួយនៅក្នុង TikTok គាត់សួរថាចង់សួរបងមួយពេលសភាជាប់ហើយយើងត្រូវទៅអាមេរិកភ្លាមឬក៏មិនបងនៅពេលដែលយើងសភាបានវីសាមកសហរដ្ឋអាមេរិកហើយយើងត្រូវមើលរយៈពេលវីសាយើងផុតកំណត់ណាវីសាយើងផុតកំណត់ចំពោះវីសាគូមិនដឹងបើយើងសភាជាប់ហើយគឺមានសុពលភាព6ខែមានន័យថាវីសារបស់យើងហ្នឹងវានឹងមានតម្លៃនិងចរន្តចេញចូលពីខ្មែរមកអាមេរិក6ខែប៉ុន្តែយើងត្រូវមើលដែរថាវាមួយច្រកទេឬក៏ពីរច្រកមានថាមួយច្រកពីរច្រកហ្នឹងមានថាយើងបានតែចូលបានតែម្ដងឯងចូលបានតែម្ដងឬមួយក៏ចូលបានពីរដងអញ្ចឹងណាចំពោះវីសាគូមិនដឹងបានវីសាហើយគឺចូលអាមេរិកបានតែម្ដងឯងអញ្ចឹងបើយើងមកដល់អាមេរិកភ្លាមយើងមកដល់អាមេរិកភ្លាមហើយតែយើងហោះទៅខ្មែរវិញចូលវិញអត់បានដោយសារគេដាក់តាម one entry អញ្ចឹងណាចឹងហើយត្រូវមើលវីសាយើងអញ្ចឹងរាល់វីសាដែលសភាជាប់មកសហរដ្ឋអាមេរិកទាំងអស់យើងត្រូវមើលរយៈពេលនៃការផុតកំណត់វីសារបស់យើងដល់ពេលណាចំពោះវីសាគូមិនដឹងគឺមានរយៈពេល6ខែអញ្ចឹងយើងអាចហោះមកពេលណាក៏បានដែរកុំឲ្យតែផុតកំណត់វីសាយើងឧទាហរណ៍យើងស្ពេសនៅខែ5ហើយយើងទទួលបានវីសានៅខែ5អញ្ចឹងនៅខែ10គេរាប់តាំងដើមខែ5មកខែ10អញ្ចឹងវាចូល6ខែ10ហ្នឹងហើយគឺជារយៈពេលនៃការផុតកំណត់របស់វីសាយើងអញ្ចឹងយើងត្រូវហោះមកសហរដ្ឋអាមេរិកឲ្យបានមុនខែ10អញ្ចឹងណាអូខេបើសិនបើគិតថាវីដេអូនេះមានប្រយោជន៍ខ្ញុំឆ្លើយតបនឹងសំណួរកុំភ្លេចជួយ like and share អរគុណកុំភ្លេច follow page PJ Hongwei និងជួយ like ផងណាអរគុណ